មួយមុខនេះជឿជាក់ថាបងប្អូនពេញចិត្តស្ដោកម្នាក់ពិសេសអ៊ំមិញមានយាយតានៅតាមស្រុកស្រែចម្ការបងប្អូនបាទថ្ងៃមុនដើរពីអ្នកកូនឃើញតកូនហ្នឹងមិនតកូនដុះនៅក្នុងទឹកទេបងប្អូនបាទនៅលើគោតែភ្លៀងមកវាដុះគាត់តកូនក្រហមហៅតកូនវហ្នឹងបងប្អូនបាទពីអ្នកកូនស្រីមកទៅតំណម្នាក់តំណសឡមកជូទៀតហើយក៏បេះម្ដាយធំបងប្អូនម្ដាយធំមកហើយក៏ងាកទៅមកតាពាំងនោះឃើញផ្កាស្នោប៉ុន្តែបានថតវីដេអូទេបងប្អូនទៅតែឯងនឹងថតមិនបាទដល់ពេលអញ្ចឹងក៏បេះផ្កាស្នោហ្នឹងមកកូនច្រែងតូចដែរបាទឲ្យនេះតកូនវទេបងប្អូនប៉ុន្តែឆ្ងាយយើងបេះយកអាខ្ចីតងវាបងប្អូនបាទមួយដៃទៅមកដល់ផ្ទះដល់ឃ្លានឃើញតកូនបែបនេះគឺដល់ឃ្លានសឡមកជូបងប្អូនណាលាងទឹកឲ្យស្អាតឲ្យមានផ្កាស្នោមកកូនច្រែងទៀតលាយគ្នាបងប្អូនឆ្ងាញ់ណាស់សឡមកជូនេះបាទបងប្អូនមើលការស្លោទាំងអស់គ្នាបងប្អូនបាទលាងឲ្យស្អាតមកបាទឲ្យមកជូខ្ញុំប្រើមកជូសដានទេបងប្អូនបាទសដានមិនសូវពណ៌ល្អប៉ុន្មានទេព្រោះខ្ញុំទុកចោលនឹងទូតកកបាទឃើញសដាន3ផ្លែល្មមមកជូបងប្អូនហើយចំណែកត្រីមាន3ក្បាលទេហើយត្រីឡាបយ៉ាដែរបងប្អូនបាទនេះបន្លែប្លុកយើងលាងទឹកស្អាតឲ្យអស់ហើយបងប្អូនបាទសដានយើងដាក់មុនគេមិនឥឡូវសដានដែរបងប្អូនបាទតែក៏យើងដួសយកមកស្រង់វាយកមកជ្រុំបងប្អូនបាទ3ផ្លែយកមកជ្រុំក្រៅមកហើយយើងដាក់ប្រហុកតាមក្រោយដែរបាទគ្រឿងក្រៅដែលយើងកាត់ចំអាតមានគល់ក្រៃមានស្លឹកក្រូចមានខ្ទឹមសអញ្ចឹងទៅបងប្អូនបាទយើងជ្រុំហើយយើងចាក់ទឹកម្ជូរយើងចូលមកបាទម្ហូបនេះគឺអ្នកស្រែគឺมันអាចអត់បានទេបាទសឡម្ជូរនេះគឺមកហូបរាល់ថ្ងៃក៏អត់ធុញដែរចេះខ្ញុំហ្នឹងហើយបងប្អូនចូលចិត្តសឡម្ជូរយើងទេបាទយើងបងគ្រឿងក្រៅយើងមកបងប្អូនបាទតាមចំណង់ចិត្តមកប៉ុន្តែកុំឲ្យផ្អែមបងប្អូនបាទសឡម្ជូរខ្ញុំមិនចូលចិត្តផ្អែមទេស្ករដាក់បន្តិចទេលួចបន្តិចទេបាទនេះមិនភ្លេចទេបងប្អូនដុំស៊ុបខ្នុរហ្នឹងដាក់មកដុំទៅវាថែមរសជាតិសម្លយើងបាទតកូននេះយើងដាក់មុនមកព្រោះវាមិនទុនប្រាវដោយតកូនយើងដាំទេបាទហើយក៏យើងដាក់ត្រីចូលបងប្អូនបាទតាមមកពុះយើងចាក់ផ្កាស្នោយើងតាមក្រោយផ្កាស្នោវាទុននេះបងប្អូនផ្កាស្នោយើងបេះទៅស្អាតអស់ហើយបាទមើលទៅពណ៌រលើបរលោងពណ៌លឿងដំណៅឆ្ងាញ់ណាស់បងប្អូនបាទមិនទាន់បានហូបផងគាត់ថាទីបាយនេះវាតែស្រក់ទឹកមាត់ប្រើបងប្អូនបាទនេះពុះហើយបាទតែប៉ុណ្ណេះរួចជាការស្រេចហើយបងប្អូននេះដំណៅណាស់បងប្អូនពុះលើក្រិចប៉ុណ្ណេះនិយាយដួសមកមួយចានឲ្យមើលទឹកត្រីមកទេហឹលបងប្អូននេះសាច់ស្លេចឯផងបាទនេះដំណងមកបាទចានហើយបងប្អូនដួសដាក់ចានមួយចានមកដំណងនោះនេះហុយល្អណាស់សឡបញ្ជូការស្នោនេះមើលនេះមកទេហឹលយកបងប្អូនជាតិបាទនៅបងប្អូនបាទអរគុណច្រើនវីដេអូមានតែប៉ុណ្ណេះទេបងប្អូនអរគុណដែលបានចូលរួមទស្សនាទាំងអស់គ្នាបាទអរគុណច្រើនដំណើរបងប្អូនមកចូលរួមមកជាមួយគ្នា